របៀបធ្វើនំចាក់ចូលខ្មែរវាមិនពិបាកទេសម្រាប់អ្នកចេះបើសម្រាប់អ្នកមិនទាន់ចេះវិញគឺពិបាកខ្លាំងប្រាប់បងសុភាពនារីណាមិនទាន់ចេះធ្វើមករៀនធ្វើជាមួយនឹងម៉ែកូនបឺទាំងអស់គ្នាសម្រាប់ម៉ែកូនបឺនេះមិនទាន់ធ្វើល្អបាន100%ដោយគេអ្នកធ្វើលក់អាជីពទេមើលលេងរៀនធ្វើលេងក៏វាមិនអត់ប្រយោជន៍ដែរបានជាចំណេះមួយទុកក្រាន់ជាប់ខ្លួនអ្នកណាចង់ធ្វើឲ្យកូនហូបធ្វើឲ្យគ្រួសារហូបវិញគឺយើងចេះធ្វើតែម្ដងយើងរៀនធ្វើបានតែម្ដងពីរដងដឹងតែធ្វើបានល្អដោយគេអ្នកធ្វើលក់រាល់ថ្ងៃអញ្ចឹងហើយនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើនំចាក់ចូលរបស់យើងនៅក្នុងថ្ងៃនេះដំបូងយើងចាក់ម្សៅខ្សាយនេះចំនួន600ក្រាមចាក់ចូលនៅក្នុងម៉ាស៊ីនវាយសម្រាប់ម្សៅត្នោតវិញយើងប្រើចំនួន240ក្រាមម្សៅឆាចំនួន100ក្រាមឧទាហរណ៍យើងដាក់អំបិលចូលបន្តិចផងដើម្បីវាចាប់ជាតិកាន់តែឆ្ងាញ់ហើយយើងកូរគ្រឿងនឹងឲ្យចូលគ្នាបន្តិចមកបន្តមកទៀតយើងដាក់ជាមួយនឹងពងទាចំនួន2គ្រាប់ដាក់3គ្រាប់ក៏បាន2គ្រាប់ក៏បានមានពងមាន់ក៏បានប្រើពងទាក៏បានប្រាប់ស្ករក្រហមប្រើចំនួន600ក្រាមហើយយើងដាក់ម៉ាស៊ីនវាយទៅរឿយអ្នកនរគ្នាហើយយើងដាក់ទឹកនឹងចំនួន600មីលីលីត្រទឹកជារបស់យើងអ្នកនរគ្នាយើងដាក់ចូលម្ដងបន្តិចបើសិនជាបងទាំងអស់គ្នាអត់មានម៉ាស៊ីនវាយយើងវាយនឹងដៃក៏បានដែរប៉ុន្តែយើងវាយដៃយើងប្រើពេលរៀងយូរបន្តិចទម្រាំទៅវាយម្សៅនឹងវាបានម៉ត់ល្អខ្លាំងទៅជាល្បាយម្សៅតែមួយបើកម៉ាស៊ីនវាយទៅរឿយអ្នកនរគ្នាឲ្យកុំភ្លេចយកស្លាបព្រាកូរម្សៅខាងផងដើម្បីឲ្យម៉ាស៊ីនរបស់យើងវាយម្សៅបានម៉ត់ល្អព្រោះថាវានៅកកខាងទិញអញ្ចឹងទៅប្រាប់ម៉ាស៊ីននេះទិញមកតែ$10ជាងឯងប៉ុន្តែប្រើល្អរបស់គេមែនណាអ្នកនរគ្នាវាយម្សៅវាយអីហ្នឹងគឺម៉ត់ល្អមែនតើសម្រាប់ការធ្វើនំចាក់ជុលប្រើពេលវេលាវាយម្សៅនឹងជាង45នាទីយើងវាយរៀងយូរបន្តិចវាយរហូតដល់តែម្សៅឡើងឡាយអញ្ចឹងមិនខាប់ពេកក៏មិនរាវពេកប៉ុណ្ណឹងគឺល្មមតែម្ដងរាល់ហើយយើងអាចយកម្សៅយកទៅចាក់នំចាក់ជុលបានហើយអ្នកនរគ្នាហើយសម្រាប់ខ្លាញ់យើងកំណាក់ច្រើនពេកសម្រាប់ការធ្វើនំចាក់ជុលយើងដាក់ខ្លាញ់តាបន្តិចមកបានហើយបងយើងចាក់សាកមើល1 2សិនតានំរបស់យើងនឹងគឺវាឡើងល្អអត់មែនអីឡើងល្អរបស់គេតាអ្នកនរគ្នាប៉ុណ្ណឹងគឺអាចទទួលយកបានហើយយើងទៅធ្វើលើកទី1បានប៉ុណ្ណឹងគឺល្អហើយសម្រាប់ភ្លើងធ្វើនំចាក់ចូលគឺប្រយ័ត្នភ្លើងមែនតែនបើខ្លាំងពេកក៏មិនកើតដែរអ្នកនរគ្នាគឺបើកហឹមបើសិនជាយើងបើកខ្លាំងពេកនៅពេលដែលយើងដួសម្សៅចាក់ទៅម្សៅរបស់យើងឡើងប៉ោងដូចហ៊ីងដូចនំហ៊ីងអញ្ចឹងអត់កើតទេហើយឆាប់ខ្លោចលឿនទៀតបើសិនជាបងទាំងអស់គ្នាចង់ឲ្យសាច់នំទន់ល្មើយឆ្ងាញ់អ្នកនរគ្នាដាក់ម្សៅត្នោតឲ្យរាងច្រើនបន្តិចទៅម្សៅត្នោតវាទន់តែម្សៅត្នោតឲ្យស្មើនឹងម្សៅខ្សាយប៉ុណ្ណឹងសាច់នំរបស់យើងចេញមករាងទន់ល្មើយឆ្ងាញ់តែម្ដងហើយសូមបញ្ជាក់បន្តិចអ្នកនរគ្នានៅពេលដែលយើងដាក់ម្សៅខ្សាយច្រើនពេកអញ្ចឹងម្សៅរបស់យើងវាទន់នំរបស់យើងក៏ទន់ដូចគ្នាអញ្ចឹងវាមិនសូវជាឡើងខាងបានរឹងប្រហែលទេចាក់ចូលបើយើងចង់ចាក់ឲ្យវាមូលស្អាតដាក់ម្សៅឲ្យចំកដាលអ្នកនរគ្នានៅពេលយើងចាក់ម្សៅចេះដាក់ឲ្យចំកដាលនំរបស់យើងឡើងមកមូលស្អាតតែម្ដងដំបូងម៉ែកូនបឺតក៏អត់ដឹងដែរមិនបាននំគេចាក់ទៅមូលនំយើងចាក់អត់មូលឡើងដូចគ្នាប៉ុន្តែអត់មូលទេមិនវិញដល់ពេលយើងសាកចុះសាកឡើងអូដាក់ម្សៅឲ្យចំកដាលបាននំរបស់យើងនឹងឡើងមកមូលស្អាតតែម្ដងមិនថាអ្វីក៏ដោយបើយើងមករៀនធ្វើគឺយើងមិនចេះយើងមិនដឹងទេតើយើងសាកធ្វើយើងសាកភ្លក់មិនដឹងថាវារសជាតិបែបណាយើងធ្វើលើកទី1មិនបានល្អលើកទី2មិនបានល្អយើងរកចំណុចខ្សោយហើយយើងកែវាលើកទី3ទី4ដឹងតែធ្វើកើតតែម្ដងប្រាប់នំចាក់ចូលនេះម៉ែកូនបឺតទៅតែរៀនធ្វើលើកទី1បានប៉ុណ្ណឹងគឺអាចទទួលយកបានហើយលើកទី2លើកទី3ដឹងតែល្អដោយគេអ្នកលក់រាល់ថ្ងៃតែម្ដងដូចគេអ្នកលក់អាជីពចឹងស្វិតល្អណាស់មើលឆ្វត់តែវាស្វិតខាងស្រួលខាងនំខ្មែរយើងឆ្ងាញ់ខ្លាំងឡើងស្រួយស្រាប់ហ្នឹងកដាលវាសាច់ម្សៅឡើងទុនឆ្ងាញ់ស្វិតហើយខាងស្រួយខាងទៀតមើលខាងនេះចូលចិត្តឲ្យស្រួយខាងអញ្ចឹងឃើញទេចូលចិត្តខ្ញុំចូលចិត្តធ្វើខាងស្រួយអញ្ចឹងអ្នកទាំងអស់គ្នាខាងទៀតមើលឆ្ងាញ់នេះហូបនេះរួចបាយល្ងាចមកពេលទៀតនេះអត់បាយទេឃើញទេបងអើយយាយបំពងវាបានឡើងស្រួយជៀនវាបានឡើងស្រួយអញ្ចឹងឆ្ងាញ់ណាជាតិមិនរឹងឯណានេះស្រួយបងមើលតែមើលខ្ញុំដូចឆ្ងាញ់យ៉ាង